ខ្ញុំសូមធ្វើការបង្ហាញអំពីកម្មវិធីសម្រាប់កាត់តវីដេអូមួយដែលមានភាពងាយស្រួលក្នុងការកាត់តវីដេអូដែលបានថតចេញពីកាមេរ៉ាទូរស័ព្ទប្រភេទ Android ខ្ញុំបានសាកល្បងពីមុនមកខ្ញុំបានសាកល្បងប្រើកម្មវិធីមួយចំនួនប៉ុន្តែកម្មវិធីទាំងអស់ហ្នឹងពុំងាយស្រួលក្នុងការប្រើប្រាស់ទេកម្មវិធីដែលខ្ញុំធ្លាប់បានប្រើហ្នឹងមានដូចជាកម្មវិធី Sony Vegas កម្មវិធី Adobe Premiere កម្មវិធី Windows Movie Maker កម្មវិធីទាំងអស់ហ្នឹងគឺវាមិន support file ប្រភេទ MP4 គឺជា file វីដេអូដែលបានថតចេញពីទូរស័ព្ទរបស់យើងទេដូច្នេះកម្មវិធីទាំងអស់ហ្នឹងទាមទារឲ្យយើងធ្វើការ convert វីដេអូហ្នឹងទៅជាប្រភេទ file ផ្សេងដែលអាចនាំចូលក្នុងកម្មវិធីនឹងបានដូចជាប្រភេទ file AVI WMV ជាដើមកម្មវិធីដែលខ្ញុំចង់បង្ហាញនេះគឺកម្មវិធីដែលមានឈ្មោះថា Camtasia Studio ព្រោះកម្មវិធីនេះវាអាច support ជាមួយនឹងប្រភេទ file MP4 ដែលបានថតដោយផ្ទាល់នឹងទូរស័ព្ទរបស់យើងដូច្នេះពេលយើងចង់យកវាមកកាត់នៅក្នុងកម្មវិធីនេះមិនចាំបាច់ធ្វើការ convert នោះទេយើងដឹងហើយថាការ convert វីដេអូគឺជួនកាលគឺធ្វើឲ្យវីដេអូដែលបាន convert ហើយបាត់បង់គុណភាពហើយជួនកាលវីដេអូដែលបាន convert នោះមានទំហំធំជាងវីដេអូដើមថែមទាំងបាត់បង់គុណភាពទៀតផងដូច្នេះគឺវាមានភាពស្មុគស្មាញសម្រាប់អ្នកប្រើប្រាស់ធម្មតាដែលពុំមានជំនាញក្នុងការកាត់តវីដេអូខ្ញុំបានប្រើប្រាស់កម្មវិធីនេះដោយចៃដន្យដំបូងឡើយគឺខ្ញុំ download កម្មវិធីនេះមកគឺដើម្បីដំបូងឡើយខ្ញុំប្រើកម្មវិធីនេះសម្រាប់តែ record screen computer ទេប៉ុន្តែក្រោយពីបានប្រើមួយរយៈមកខ្ញុំឃើញកម្មវិធីនេះគឺអាចបង្កើត file វីដេអូបានដែលវីដេអូដែលបានបង្កើតចេញពីកម្មវិធីនេះគឺមានរូបភាពច្បាស់ល្អដូចដើមហើយ file ដែលបានបង្កើតនឹងមានទំហំតូចទៀតផងបើប្រៀបធៀបទៅនឹងកម្មវិធីផ្សេងទៀតដែលខ្ញុំធ្លាប់ប្រើពីមុនឧទាហរណ៍វីដេអូដែលខ្ញុំបានបង្កើតចេញពីកម្មវិធីនេះអាចចូលទៅមើលនៅលើ website singkhmer.com ដែលភាគច្រើនវីដេអូដែលខ្ញុំបានបង្កើតគឺបង្កើតឡើងនៅក្នុងកម្មវិធីនេះឯងឥឡូវនេះខ្ញុំសូមបើកកម្មវិធី Camtasia Studio ដើម្បីធ្វើការបង្ហាញនេះគឺជាកម្មវិធី Camtasia Studio ដែលខ្ញុំបានបើករួចហើយខ្ញុំមានវីដេអូ clip ចំនួន2នេះគឺជាវីដេអូ clip របស់ក្មួយខ្ញុំដែលថតដោយកាមេរ៉ាទូរស័ព្ទហើយយើងនឹងសាកល្បងកាត់តវីដេអូនេះឥឡូវខ្ញុំអូសវីដេអូនេះមកដាក់ចូលក្នុងកម្មវិធី Camtasia របស់យើងដោយអូសវាមកដាក់បញ្ចូលនៅក្នុង clip bin យើងអាចអូសមកដាក់ចូលក៏បានឬមួយក៏យើងចូលតាម file import media ក៏បានបន្ទាប់មកយើងអូសវីដេអូណាមួយមកដាក់នៅក្នុង timeline ដើម្បីធ្វើការកាត់តនៅពេលដែលយើងអូសវីដេអូមួយមកដាក់ចូលក្នុង timeline នោះវានឹងចាញ់ផ្ទាំងមួយសួរពីទំហំវីដេអូថាតើវីដេអូទំហំប៉ុណ្ណាដែលយើងចង់បង្កើតចំពោះវីដេអូដែលថតដោយកាមេរ៉ាទូរស័ព្ទនេះគឺមានទំហំ HD គឺមានទំហំ1280 គុណនឹង720 pixel ដូច្នេះយើងជ្រើសរើសទំហំឲ្យត្រូវគ្នាទៅដើម្បីកុំឲ្យបាត់បង់គុណភាពរូបភាពហើយចុច OK នោះយើងនឹងបានផ្ទាំងនេះគឺជាផ្ទាំង preview សម្រាប់វីដេអូរបស់យើងដែលមានទំហំ HD 1280 គុណនឹង720 pixel ឥឡូវយើងចុចសាកល្បង play បើសិនជាយើងចង់កាត់វីដេអូនឹងត្រង់ចំណុចណាគឺយើងត្រូវយក
nick នៅក្នុង timeline នេះទៅដាក់ត្រង់នាទីណាមួយដែលយើងចង់កាត់បន្ទាប់មកយើងចុច split នោះយើងនឹងបានវានឹងចែក clip មួយនឹងជា2ហើយយើងអាចលុប clip មួយនេះចេញដូច្នេះ clip វីដេអូមួយវែងដែលយើងបានអូសបញ្ចូលមកមិញហ្នឹងគឺយើងបានកាត់ចេញនៅសល់ខ្លីគឺត្រឹមតែ12វិនាទីតែប៉ុណ្ណោះបន្ទាប់មកយើងចង់បន្តជាមួយនឹងវីដេអូ clip មួយនេះយើងអូសវាយកបណ្ដាដូចគ្នាហើយយើងកាត់វាចេញត្រង់ចំណុចណាមួយឧទាហរណ៍ខ្ញុំកាត់ត្រង់ចំណុចនេះមួយកាត់ត្រង់ចំណុចនេះមួយអញ្ចឹងយើងបាន clip ដាច់ពីគ្នាតោះមកខ្ញុំអាចលុប clip ត្រង់នេះចេញលុបត្រង់នេះចេញហើយអូសវាយកមកដាក់ចិត្តគ្នាឡើងចុចសាកមើលឥឡូវនេះយើងបានវីដេអូមួយដែលយើងចង់បានដែលកាត់ផ្នែកផ្សេងដែលយើងមិនពេញចិត្តចេញឥឡូវនេះយើងចង់ save វីដេអូនេះទៅជាវីដេអូមួយថ្មីអញ្ចឹងយើងត្រូវចូលទៅ produce and share បន្ទាប់មកយើងជ្រើសរើសកន្លែងនេះគឺយក HD MP4 only up to 720 pixel ហើយ click next នេះគឺជាឈ្មោះវីដេអូដែលយើងចង់ដាក់ឧទាហរណ៍ខ្ញុំដាក់1 2 3នេះគឺជាទីតាំងដែលយើងចង់ save ទៅឥឡូវខ្ញុំ save ដាក់ក្នុងនេះ untitled folder untitled ដែលមានឈ្មោះ1 2 3គឺជា folder ដែលមានវីដេអូ2ដែលយើងបានយកមកចូលដាក់ក្នុង Camtasia Studio របស់យើងដូច្នេះពេលវា save រួចហើយវានឹងបង្កើតវីដេអូថ្មីមួយទៀតនៅក្នុងហ្នឹងឥឡូវខ្ញុំចុច save ហើយយើងដោះ tick កន្លែងនេះចេញ tick ត្រង់នេះគឺមានន័យថាពេលដែលយើងដាក់ tick មានន័យថាវានឹងបង្កើត sub folder ថ្មីដែលមានឈ្មោះ1 2 3នៅក្នុង folder នេះបើសិនជាយើងដោះចេញវាមិនបង្កើត sub folder នៅក្នុងហ្នឹងទេគឺវា save ផ្ទាល់ទៅក្នុង folder នេះតែម្ដងហើយយើងចុច finish នោះវានឹងធ្វើការ render វីដេអូរបស់យើងបើសិនជាវីដេអូនេះវែងនោះយើងចំណាយពេលវេលាវែងទៅតាមនឹងដើម្បី render វីដេអូ render គឺមានន័យថាសម្រាប់ឯកសារធម្មតាគឺគេប្រើពាក្យ save តែសម្រាប់វីដេអូគឺគេប្រើពាក្យ render នេះគឺជា folder ដែលយើងនឹង save បង្កើតវីដេអូថ្មីបន្ទាប់វា load 100% នោះយើងនឹង load ចេញវីដេអូថ្មីមួយទៀតនៅក្នុងហ្នឹងហើយយើងបើកសាកមើលនេះគឺជាលទ្ធផលដែលយើងបានមកពីការកាត់តអំបញ្ញមិញបើសិនជាលោកអ្នកចង់ទាញយកកម្មវិធី Camtasia នេះសូមមើលនៅ description ខាងក្រោមដែលខ្ញុំបានដាក់ link សម្រាប់ download ហើយសូមចុច subscribe ទៅ channel របស់ខ្ញុំនៅលើ YouTube ដើម្បីទទួលបានវីដេអូបង្រៀនថ្មីៗផ្សេងទៀតសូមអរគុណ